ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់នៅក្នុងការប្រកួត4ទឹកកន្លងទៅនេះគឺប្រហាក់ប្រហែលគ្នាទេនៅក្នុងការវាយទៅលើដៃគូប្រកួតរៀងៗខ្លួនឥឡូវសូមតាមដានទស្សនាទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់បង្គោលក្រហមឡុងសវណ្ណឿនបង្គោលខៀវទឹមសានស្វាគមន៍គ្នាបន្តិចសិស្សច្បងសិស្សប្អូនបទពិសោធន៍របស់ទឹមសានលើសង្វៀនប្រកួតច្រើនជាងឡុងសវណ្ណឿនបទពិសោធន៍ការប្រកួតរបស់ឡុងសវណ្ណឿនពុំដែលផ្ដួលដៃគូមិនឲ្យតដៃបានមួយដងណាទេឯចំណុចទឹមសានផ្ដួលដៃគូមិនឲ្យតដៃបាននៅក្នុងការប្រកួតចំនួន65ដងនោះគឺមានដល់ទៅ10ដងឯនោះបាទគាត់ក្រោមស្ដាំសមកវិញស្ដាំម្ដាយទៀតលោកអញ្ញាកណ្ដាលបំបែកតែលោកអញ្ញាកណ្ដាលក្នុងគូទី6នេះគឺលោកទេសរិទ្ធវិញស្ដាំខុសគាត់ក្រោមស្ដាំឆ្វេងអោបផ្ទាស់ជើងរុញបញ្ចេញសវណ្ណឿនសម្រាប់ចូលមកវិញគាត់ក្រោមស្ដាំម្ដាយទៀតទឹមសានឡើងជង្គង់ទឹមសានកាច់អញ្ញាកណ្ដាលបំបែកគាត់ក្រោមស្ដាំម្ដាយសងវិញទឹមសានឆ្វេងម្ដាយគាត់ស្ដាំទាត់សងស្ដាំសូកស្ដាំតាមទៀតសុវណ្ណឿនទឹមសានទាត់ស្ដាំអោបទាត់ជើងជង្គង់អូឆ្អឹងយានីបាទគោះដៃគ្នាបន្តិចញូចឆ្វេងជង្គង់របស់ទឹមសានចប់ទឹកទី5បន្តិចទៀត